សេចក្តីជូនដំណឹងការចេញផ្សាយទីក្រសួងការពារជាតិនៅម៉ោង 11:55 នាទីយប់ថ្ងៃទី19 ខែ12 ឆ្នាំ2025សូមជម្រាបជូននៅស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃអំពីករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជានិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅយោធាភូមិភាគទី4ក្នុងភូមិសាស្ត្ររវាងស្រុកចុងកាល់ខេត្តឧត្តរមានជ័យនិងព្រំប្រទល់ស្រីស្នំខេត្តសៀមរាបនៅវេលាម៉ោង 10:58 នាទីយប់ថ្ងៃទី19 ខែធ្នូឆ្នាំ2025កងទ័ពអាកាសរបស់ថៃបានបន្តប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកផ្ដាច់ស្ពានអូជីស្ថិតក្នុងភូមិសាស្ត្ររវាងស្រុកចុងកាល់ខេត្តឧត្តរមានជ័យនិងព្រំប្រទល់ស្រីស្នំខេត្តសៀមរាបសកម្មភាពខាងលើជាការវាយប្រហារដ៏កម្រោលដោយមិនរើសគោលដៅរបស់យោធាថៃជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ